ផ្លែដង្កោតើមានពុកម៉ែបងប្អូនយើងប៉ុន្មាននេះដែលអត់ស្គាល់ផ្លែដង្កោឥឡូវនេះផ្លែដង្កោចាប់ដើមទុំហើយពុកម៉ែបងប្អូននិយាយពីថាទុំពេញទាំងដើមតែម្ដងតែដោយសារតែខ្ពស់ពេកនឹងខ្ញុំបេះអត់ដល់ទេបេះបានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអើយនិយាយពីផ្លែមើលណែឃើញហើយគួរឲ្យឃ្លានលេបទឹកមាត់តែម្ដងហើយផ្លែដង្កោពុកម៉ែបងប្អូនយើងអាចបរិភោគបានទាំងផ្លែខ្ចីទាំងផ្លែចាស់ទាំងផ្លែទុំហើយហូបបានទាំងសម្បកផងដែរបើនិយាយពីរុក្ខជាតិមួយប្រភេទនេះពុកម៉ែបងប្អូនមានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពណាស់តាំងពីគល់រហូតដល់ចុងហើយផ្លែដង្កោក៏អាចជាបារោគបានច្រើនយ៉ាងផងដែរនៅខ្ចីពុកម៉ែបងប្អូនយើងក៏អាចយកទៅធ្វើជាមុខម្ហូបបានផងដែរហើយយើងក៏អាចយកវាយកទៅជ្រលក់អំបិលម្ទេសញ៉ាំយ៉ាងមានរសជាតិឆ្ងាញ់ហើយដង្កោពុកម៉ែបងប្អូនគឺជាថ្នាំកាពះជាបារោគហើយនិយាយទៅអូយច្រើននេះខ្ញុំមិនអត្ថាធិប្បាយទេនឹងខ្ញុំចាំបញ្ចេញវីដេអូក្រោយទៀតដោយសារតែឥឡូវនេះវាចាប់ដើមទុំហើយនឹងខ្ញុំចង់ចេញវីដេអូឲ្យបានច្រើនបន្តិចឲ្យពុកម៉ែបងប្អូនបានឃើញហើយពុកម៉ែបងប្អូនបើយល់ថាវីដេអូរបស់នាងខ្ញុំល្អសូមកុំភ្លេចជួយ like ជួយ share ឲ្យនាងខ្ញុំផងដើម្បីឲ្យអ្នកដទៃគេបានឃើញអំពីផ្លែដង្កោនាងខ្ញុំមិននឹកស្មានថាបងប្អូនយើងជាច្រើនអត់ស្គាល់ផ្លែដង្កោបើអ្នកនៅទីក្រុងគាត់អត់ស្គាល់ផ្លែដង្កោវាជារឿងធម្មតាប៉ុន្តែអ្នកដែលនៅរស់តាមជនបទស្រុកស្រែចំការគាត់អត់ស្គាល់ផ្លែដង្កោដែរបែរជាគាត់ថាជាផ្លែអីផ្សេងហើយសួរនឹងខ្ញុំថាផ្លែអីមើលផ្លែគេណែបងប្អូនឡើងក្រហមឆ្អិនឆ្អៅមើលឃើញហើយគួរឲ្យចង់ញ៉ាំតែម្ដងអូយផ្លែច្រើនណាស់ហើយប៉ុណ្ណេះបងប្អូនទុំរេអញ្ចឹងយើងយកទៅផ្សះឆ្ងាញ់ណាស់យើងផ្សះបងប្អូនធ្លាប់ហូបផ្លែដង្កោផ្សះអត់បើអ្នកនៅតាមជនបទពីជំនាន់មុនអើយសេរីនាងខ្ញុំគឺថាអូចូលចិត្តណាស់ផ្លែដង្កោទាំងខ្ចីទាំងចាស់ទាំងទុំយកទៅផ្សះអីហ្នឹងអូគឺថាចូលចិត្តមែនតែម្ដងហើយនិយាយពីអត្ថប្រយោជន៍មីតកោគឺថាច្រើនហ្មងណាបើចំនួនមុននៅអ្នកភូមិនាងខ្ញុំគឺជាភូមិដែលនេសាទដល់ពេលអញ្ចឹងទៅខែនេះបងប្អូននៅពេលដែលមានផ្លែខែដង្កោអញ្ចឹងគឺគាត់បេះផ្លែដង្កោយកទៅបុកបងប្អូនបើយកអារៀងចាស់ដែលមានជ័រច្រើនណាគេយកទៅបុកហើយគេត្រាំទឹកហើយគេដាក់ត្រាំសំណាញ់ដើម្បីធ្វើឲ្យសំណាញ់ហ្នឹងស្វិតល្អហើយមានពណ៌ខ្មៅអូក្រងឡើងហើយបងប្អូនតស៊ូណាបងប្អូនគិតមើលហើយគួរតែយកចិត្តជួយ like ជួយ share ឲ្យនៅខ្ញុំផ្ដល់ជាកម្លាំងចិត្តផងពេលខ្លះមកថតវីដេអូមួយតម្រាំតែបានអូយក្រងឈោខំហើយណាមួយជួនកាលដើមឈើនឹងខ្ពស់ទៀតនឹងខ្ញុំត្រូវឡើងទៅថតនៅលើក៏មានដែរផ្លែវាល្អណាស់បងប្អូនផ្លែហ្នឹងគេត្រាំសំណាញ់ដើម្បីឲ្យសំណាញ់ហ្នឹងមានសភាពស្វិតហើយពណ៌ខ្មៅនៅពេលដែលយើងបង់ទៅវាអត់ឆាប់តាក់អត់ឆាប់លហែកអញ្ចឹងណាប៉ុន្តែឥឡូវភូមិនាងខ្ញុំគឺលេងនេសាទដូចពីដើមហើយដោយសារតែឥឡូវត្រីវាអត់សូវសម្បូរទេតាំងពីមានទំនប់មកគឺវាអត់សម្បូរដូចពីដើមបងប្អូនបើពីដើមហងអូយវាពីត្រីរដូវខែត្រីឡើងគឺថាលើកមកសំណាញ់មកលើកអត់រួចទេសក្បោសរាប់រយគីឡូឯណោះអូយផ្លែច្រើនណាបងប្អូនក៏ឃើញទៅគួរឲ្យខ្វះក៏ដែរមើលពោគេឡើងខំឆ្អិនឆ្អៅតែម្ដងហើយវីដេអូនេះសូមបញ្ចប់ត្រឹមហ្នឹង